អ្នកទាំងអស់គ្នាមិនដែលឆ្ងល់ឡើយមិនបានប្រទេសកម្ពុជាសឹងតែអត់មានរំជួយដីថ្ងៃនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាហើយដើម្បីបានជាប្រទេសកម្ពុជាយើងមានស្ថិរភាពពីការរំជួយដីផែនដីរបស់យើងវាប្រៀបទៅដូចនឹងក្រដាស់ផ្គុំរូបដែលធំមួយដែលវាបង្កើតឡើងមកដោយបន្ទះជាច្រើនហើយបន្ទះទាំងអស់ហ្នឹងវាមានឈ្មោះថាបន្ទះ tectonic បន្ទះទាំងអស់ហ្នឹងវារំកិលម្ដងបន្តិចពីព្រោះវាអណ្ដែតលើស្រទាប់ថ្មដែលមានលក្ខណៈសារធាតុរាវពាក់កណ្ដាលប្រទេសកម្ពុជាគឺស្ថិតនៅតំបន់បន្ទះ tectonic ដែលគេដាក់ឈ្មោះបន្ទះនោះថាបន្ទះអាស៊ីអឺរ៉ុបឬក៏ Eurasia Plate ដោយសារតែទីតាំងដ៏សំខាន់នេះហើយបានជាប្រទេសយើងកម្រមានរំជួយដីកើតមាននៅជិតព្រំដែន tectonic បន្ទះ tectonic ទាំងអស់នោះវាក៏រំកិលប៉ះគ្នាទាញគ្នាចេញឬរំកិលលើគ្នាអីចឹងទៅដែលវាធ្វើឲ្យមានរំជួយដីព្រំដែន tectonic ដែលជិតជាងគេគឺស្ថិតនៅប្រទេសហ្វីលីពីននិងប្រទេសឥណ្ឌូនេស៊ីដែលវាមានចម្ងាយពីប្រទេសកម្ពុជាខ្លាំងមែនទែនតំបន់ខ្លះនៅក្នុងប្រទេសកម្ពុជាស្ថិតនៅតំបន់ដែលរឹងមាំរាប់រយលានឆ្នាំមកហើយពីព្រោះវាជាផ្នែកមួយរបស់ stable craton យើងអាចគិតបានថា stable craton គឺជាផ្នែកមួយរបស់សម្បកផែនដីដែលវាមានសភាពចាស់និងមានស្ថិរភាពដែលមានអាយុកាលចាប់ពី70លានឆ្នាំទៅ500លានឆ្នាំមុនថ្មរបស់ stable craton មានសភាពរឹងហើយណែនល្អស្រទាប់របស់វាមិនសូវផ្លាស់ទីដែលវាធ្វើឲ្យមិនងាយបាក់បែកអញ្ចឹងមានន័យថាប្រទេសដែលស្ថិតនៅលើស្រទាប់ថ្ម stable craton គឺវាមិនងាយនឹងរងគ្រោះនឹងគ្រោះធម្មជាតិរំជួយដីក៏វាអាចកើតមាននៅតាមតំបន់គំនររំជួយដីឬក៏ fault line សម្បកផែនដីវាក៏អាចប្រេះហើយសម្បកដែលប្រេះទាំងអស់ហ្នឹងវាក៏រំកិលប៉ះគ្នាដែលវាបង្កើតទៅជារំជួយដីចំណែកឯកម្ពុជាវិញអត់មានគំនររំជួយដីស្អីអស់ហ្នឹងទេនិយាយឲ្យខ្លីទៅដោយសារតែប្រទេសកម្ពុជាស្ថិតនៅឆ្ងាយពីបន្ទះ tectonic ហើយទីតាំងប្រទេសកម្ពុជាស្ថិតនៅលើ stable craton ដែលវារឹងមាំនិងយើងស្ថិតនៅឆ្ងាយពីគំនររំជួយដីដែលធ្វើឲ្យកម្ពុជាសឹងតែមិនមានរំជួយដី